ក្នុងការដាំដោះបងប្អូនពិតជាធ្លាប់ជួបប្រទះហើយសម្រាប់អ្នកដាំដំណាំយើងមានល្អមានជួបបញ្ហាដូចដើមនេះអញ្ចឹងបងប្អូនបាទដូចដើមនេះអញ្ចឹងគឺវាបានឆ្លងទៅជាវីរុសមូសាអ៊ិកទៅហើយបាទវាបានឆ្លងទៅជាវីរុសមូសាអ៊ិកទៅហើយភ្នាក់ងារចម្លងរបស់វាគឺពពួកជញ្ជក់រុក្ខរស់សត្វល្អិតពពួកជញ្ជក់រុក្ខរស់អញ្ចឹងវាឆ្លងហើយបងប្អូនបើសិនជាយើងមិនចង់ឲ្យដើមម្ទេសដែលមានសុខភាពល្អមកចំការនេះមើលទៅល្អទាំងអស់ហ្នឹងរួញដូចដើមនឹងទេបាទដូចដើមនេះទេបាទដូចដើមនេះទេគឺយើងត្រូវដកវាចាញ់បងប្អូនបាទត្រូវដកវាចាញ់កុំស្ដាយវាមកគុំពីគុំនេះត្រូវដកវាចាញ់បើយើងមិនចង់ឲ្យមកចំការរួញដូចមកគុំពីគុំហ្នឹងបាទហើយដៃដែលយើងប៉ះដើមរួញហ្នឹងបងប្អូនដៃដែលយើងប៉ះដើមដែលរួញហើយឬក៏យើងប្រើកត្រៃកាត់ទោះបីកាត់តាក់តែងក្តីកាត់ចាញ់ពីចំការក្តីមុននឹងទៅប៉ះដើមដែលមានសុខភាពល្អយើងត្រូវលាងវាសិនបងប្អូនអាចលាងជាមួយទឹកសាប៊ូលាងជាមួយសាប៊ូឬក៏មួយជាមួយអាល់កុលបានបាទដាច់ខាតឲ្យត្រូវតែលាងសិនបើសិនជាយើងមិនចង់ឲ្យដើមដែលមានសុខភាពល្អមកចំការហ្នឹងរួញដូចដើម2 3គុំដែលយើងដកឬក៏យើងកាត់ចាញ់ហ្នឹងទេបាទនេះជារបៀបវាបើមិនចឹងទេបងប្អូនបើយើងនៅតែរក្សាទុកដើមរួញនៅក្នុងចំការឬក៏យើងប្រើកត្រៃសម្ភារៈកសិកម្មរបស់យើងមកកាត់តាក់តែងដៃយើងមកបេះមកប៉ាឡេះស្លឹកដើមដែលមានជំងឺហើយទៅប៉ះស្លឹកដែលមានសុខភាពល្អហើយបើយើងអត់ដកវាចាញ់ទេយើងរក្សាទុកនៅក្នុងចំការពិតណាស់មកចំការនេះនឹងឡើងរួញស្ទើរតែទាំងអស់ហើយវាអាចរួញទាំងអស់តែម្ដងបើសិនជាយើងគ្រប់គ្រងវាអត់បានល្អបាទនេះជាតិចនិចក្នុងការថែទាំដំណាំម្ទេសក៏ដូចជាដំណាំផ្សេងទៀតកុំឲ្យឆ្លងកុំឲ្យរីករាលដាលជំងឺជាពិសេសពពួកមូសាអ៊ិកតែម្ដងបាទបងប្អូនជួនខ្លីប៉ុណ្នេះមានអ្វីចូលរួមបងប្អូនអាចសរសេរបានខាងក្រោមបាទហើយកុំភ្លេច share ចែករំលែកសម្រាប់អ្នកដាំដុះទាំងអស់គ្នាបានដឹងបានមើលផងហើយបងប្អូន save ទុកផងដើម្បីថ្ងៃក្រោយបានយល់បានដឹងហើយជាការដាស់តឿនជាការរំលឹកហើយចែករំលែកទាំងអស់គ្នានៅវីដេអូបច្ចេកទេសកសិកម្មល្អៗទាំងអស់គ្នាបាទអរគុណ